តន្តែពេលដែលយើងសិក្សានៅក្នុង Department នគររូបនីយកម្មនិងអភិវឌ្ឍក្រុងដោយចីរភាពគេមានសកម្មភាពនិងការអនុវត្តអ្វីខ្លះព្រមទាំងមានឱកាសការងារអ្វីខ្លះនៅពេលដែលយើងសិក្សានៅក្នុង Department នគររូបនីយកម្មនិងអភិវឌ្ឍក្រុងដោយចីរភាពគឺគេមានសកម្មភាពនិងការអនុវត្តដូចជា1នគររូបនីយកម្មនិងការរចនាទីក្រុង2ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ3ការអភិវឌ្ឍវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចទីក្រុង4ការអភិវឌ្ឍក្រុងដោយចីរភាពចំពោះនិន្នាការសកលនៃការរៀបចំនគររូបនីយកម្ម1ភាពធន់ទីក្រុងនិងទីក្រុងឆ្លាតវៃ2ប្រព័ន្ធព័ត៌មានភូមិវិទ្យា3ស្ថិតិវិទ្យា Big Data 4ការធ្វើផែនការផ្អែកលើទិន្នន័យចំពោះឱកាសការងារក្រោយពីបញ្ចប់ការសិក្សាគឺយើងអាចក្លាយទៅជាមន្ត្រីរដ្ឋាភិបាលផ្នែកនគររូបនីយកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិក្លាយទៅជាអ្នកអភិវឌ្ឍទាំងវិស័យសាធារណៈនិងឯកជនក្លាយទៅជាអ្នកស្រាវជ្រាវជាពិសេសវិស័យសាធារណៈក្រុមហ៊ុនវិស្វកម្មអង្គការជាតិនិងអន្តរជាតិនិងដៃគូអភិវឌ្ឍវិស័យឯកជនយើងអាចក្លាយទៅជាអ្នកអភិវឌ្ឍធនាគារម្ចាស់ដីនិងអចលនទ្រព្យការងារជួយសហគមន៍សង្គមនិងប្រជាពលរដ្ឋក្រៅពីនេះទៀតអ្នកអាចក្លាយទៅជាអ្នកចូលរួមរៀបចំទីក្រុងថ្មីៗរបស់ប្រទេសកម្ពុជានាពេលអនាគតថែមទៀតផងចាំបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ